วิธีสำคัญក្នុងការស្រាវជ្រាវអំពីទីផ្សារវិធីសាស្ត្រស្រាវជ្រាវទីផ្សារផ្ដល់នូវឧបករណ៍និងបច្ចេកទេសសំខាន់ដែលត្រូវការដើម្បីប្រមូលផ្ដុំវិភាគនិងបកស្រាយព័ត៌មានអំពីអតិថិជនគោលដៅដៃគូប្រកួតប្រជែងនិងទីផ្សារទាំងមូលវិធីសាស្ត្រសំខាន់ក្នុងការស្រាវជ្រាវអំពីទីផ្សាររួមមានទី1 survey ការសិក្សាទីផ្សារតាមរយៈការស្ទង់មតិអាចធ្វើឡើងក្នុងទម្រង់ជាច្រើនដូចជា in person surveys ការស្ទង់មតិតាមទូរស័ព្ទ email និងតាមអនឡាញជាដើមទី2 focus group សំដៅទៅដល់ការបង្កើតជាក្រុមពិភាក្សាដោយនៅក្នុងក្រុមនីមួយៗមានអ្នកសម្របសម្រួលម្នាក់ប្រើប្រាស់កម្រងសំណួរឬប្រធានបទដែលបានគ្រោងទុកដើម្បីដឹកនាំការពិភាក្សាទី3 personal interview មានលក្ខណៈស្រដៀងទៅនឹង focus group ដែរដោយសំដៅដល់ការពិភាក្សាដោយប្រើប្រាស់កម្រងសំណួរឬប្រធានបទដែលបានគ្រោងទុកដូចគ្នាប៉ុន្តែការពិភាក្សាបែបនេះគឺធ្វើឡើងរវាងមនុស្ស2នាក់ប៉ុណ្ណោះទី4 observation based research សំដៅដល់វិធីសាស្ត្រស្រាវជ្រាវមួយដែលអ្នកស្រាវជ្រាវសង្កេតក្រុមមនុស្សគោលដៅនៅក្នុងបរិយាកាសរបស់ពួកគេដោយមិនមានការជ្រៀតជ្រែកដើម្បីប្រមូលព័ត៌មានអំពីអាកប្បកិរិយានិងទម្លាប់ជាដើមទី5 campaign research សំដៅដល់វិធីសាស្ត្រស្រាវជ្រាវមួយដោយធ្វើការសិក្សាពីនិន្នាការផ្សព្វផ្សាយពីមុនហើយវិភាគពីភាពជោគជ័យរបស់កម្មវិធីនោះដែលយើងអាចរក្សាទុកសម្រាប់រៀបចំយុទ្ធនាការនាពេលអនាគតដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជនគោលដៅនិងអតិថិជនបច្ចុប្បន្ន